សម្រាប់អ្នកនៅម្ដុំអូឡ িম্প ិកដឹងតែត្រូវហើយថ្ងៃនេះខ្ញុំបង្ហាញកាហ្វេមួយដែលមានឈ្មោះថា Manual Cafe គឺនៅទល់មុខសាលាទូនហ្វាតែម្ដងមកកន្លែងគាត់នេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំជាប្រភេទកាហ្វេខ្មៅដឹងតែត្រូវហើយពីព្រោះថាគ្រាប់កាហ្វេគាត់យកមកពី5ប្រទេសខុសៗគ្នាតែម្ដងមានតាំងពីប្រេស៊ីលមានតាំងពីកេនយ៉ាអយច្រើនមុខខ្លាំងណាស់កន្លែងគាត់នេះគឺខ្ញុំ best recommend សម្រាប់អ្នកដែលចូលចិត្តញ៉ាំជាប្រភេទកាហ្វេខ្មៅដើម្បីតិចនិចឆុងគឺគាត់គៀបដោយដៃតែម្ដងអញ្ចឹងហើយបានអញនិយាយមួយថាដើម្បីទទួលបាននៅរសជាតិមួយដែលឆ្ងាញ់តើតែយើងមានតិចនិចដែរគាត់ក៏បានដាក់ផ្លាកនៅលើនឹងដែរសូមរងចាំដើម្បីទទួលបានរសជាតិមួយដែលល្អចំពោះ environment នៅកន្លែងហាងគាត់នេះគឺស្អាតខ្លាំងមែនតើគឺលក្ខណៈបែបឈើថាយើងថតរូបថតអីវិញឃើញឡើងឆ្លោះសាច់ស្អាតតែម្ដងកន្លែងគាត់មិនមែនមានលក់តែកាហ្វេទេមានម៉ាឆាក៏ឆ្ងាញ់ដែរហើយគាត់ប្រើជាមួយនឹង fresh meal ខ្ញុំហ៊ាននិយាយថាអ្នកលក់កន្លែងគាត់នេះគឺមានចំណេះជំនាញគ្រប់គ្រាន់អញ្ចឹងហើយនៅក្នុងការធ្វើ drink មួយកែវគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងសម្រាប់អ្នកដែលចង់មកកន្លែងគាត់អត់អីទេចាំ admin ដាក់ map ឲ្យហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា